ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូទី1ដែលខ្ញុំបានថតឡើងហើយផុសក្នុង channel នេះហើយតាមពិតទៅខ្ញុំថតរបៀបនេះមិនមែនថាខ្ញុំបានធ្វើវារហូតទេអាចថាយូរម្ដងអីចឹងទៅតាមពិតទៅដោយសារខ្ញុំធ្វើវីដេអូប្រភេទជានិទានរឿងហ្នឹងពេលខ្លះមានអារម្មណ៍ថាវារៀងធុញទោះបីជារបស់នេះយើងស្រឡាញ់ក៏ដោយដូច្នេះខ្ញុំក៏រកអីដែលវារៀងថ្មីបន្តិចដើម្បីឲ្យអារម្មណ៍របស់យើងវាកុំឲ្យតែយើងធ្វើអីវាតតែពេលចឹងទៅទោះបីជាសាច់រឿងវាថ្មីក៏ដោយចឹងក៏ខ្ញុំផ្លាស់ប្ដូរមកថតរបៀបនេះដែរហើយចំពោះកាមេរ៉ាមិនសូវជាច្បាស់ទេដោយសារខ្ញុំថតចេញមកពី laptop របស់ខ្ញុំចឹង quality ក៏វាតាមនឹងដែរប៉ុន្តែខ្ញុំជឿថាចំពោះសំឡេងបងប្អូនអាចនឹងស្ដាប់បានរៀងច្បាស់គួរសមដែរចំពោះបងប្អូនដែលទើបតែស្គាល់ channel នេះឬមួយក៏ទើបតែស្ដាប់នៅក្នុង channel នេះលើកទី1ក៏ផ្លេចជួយចុច subscribe ម្នាក់មួយផងហើយពេលដែលខ្ញុំតនេអីខ្ញុំនឹងលើកសាច់រឿងមកនិយាយណាមួយដោយសារអញ្ចឹងខ្ញុំសរសាច់រឿងគួរសមដែរវាមិនច្រើនទេដែលប្រិមិត្តគាត់បានចែករំលែកមកហើយខ្ញុំអត់ដែរបានយកមកនិយាយអញ្ចឹងថ្ងៃនេះគឺខ្ញុំមានមួយរឿងដើម្បីនិយាយចែកជូនឲ្យបងប្អូនបានស្ដាប់កំសាន្តដែលសាច់រឿងហ្នឹងគឺតាក់ទងជាមួយនឹងបងប្រុសម្នាក់ខ្ញុំអត់បញ្ចេញឈ្មោះទេដោយសារតែគាត់បានឆាតមកខ្ញុំយូរហើយលើកនេះក៏ទើបខ្ញុំនឹកឃើញថាស្ដាយសាច់រឿងដែលគាត់ធ្លាប់និយាយប្រាប់គាត់ធ្វើការនៅប្រទេសថៃបងប្អូនគាត់ធ្វើដំណើរទៅប្រទេសថៃហ្នឹងគាត់ធ្វើជាពលករគេទេដែលធ្វើតាក់ទងជាមួយនឹងសំណង់ការដែលពីគាត់ទៅដំបងណាគាត់អត់សូវចេះទៅលើភាសាថៃទេប៉ុន្តែគាត់មានបងប្រុសរបស់គាត់តែមិនមែនបងប្រុសបកកើតទេបងប្រុសជីដូនមួយគាត់បានជួយបកប្រែបកអីចឹងទៅដំបងគាត់ថាយ៉ាប់មែនតើភាសាក៏អត់ចេះប៉ុន្តែគាត់សំណាងល្អដែរដែលគាត់ធ្វើការទៅមានបងប្អូនខ្មែរមានបងប្រុសគាត់នៅនឹងទៅអត់សូវជាបញ្ហាទេអញ្ចឹងការរស់នៅរបស់គាត់ក៏ប្រព្រឹត្តទៅធម្មតាហើយគាត់ថាអីដែលសំខាន់គឺគាត់អត់ចេះភាសាគេនឹងឯងប៉ុន្តែបន្ទាប់ពីគាត់រស់បានប្រហែលជា2-3ខែគាត់អាចចេះនិយាយភាសាគេបានខ្លះប៉ុន្តែវាសិតតែជាភាសាដែលប្រើប្រាស់ជាមួយនឹងមេកាហើយនឹងជនជាតិថៃអីតិចតួចមិនសូវជាបានអីស្ទាត់ជំនាញទេនៅថ្ងៃមួយហ្នឹងគាត់ក៏បានទៅធ្វើការនៅក្រុមហ៊ុនមួយប៉ុន្តែវាមិនមែនជាក្រុមហ៊ុនទេរបៀបថាគេហៅគាត់ទៅជួផ្ទះអញ្ចឹងបងប្រុសរបស់គាត់ហ្នឹងក៏បងប្រុសជីដូនមួយហ្នឹងគាត់មានមួយក្រុមដែរមួយក្រុមរបស់គាត់ហ្នឹងមានគ្នាប្រហែលជា7នាក់នៅក្នុងការជួផ្ទះខាងថៃហ្នឹងគេឲ្យជួអញ្ចឹងទៅពេលហ្នឹងដែរបងប្រុសរបស់គាត់ហ្នឹងក៏ទទួលការងារហ្នឹងហើយក៏បានទៅធ្វើពិតមែនហើយផ្ទះហ្នឹងគាត់បាននិយាយថាវានៅឆ្ងាយពីក្រុងមែនទេអាចថាទៅដល់ជនបទគាត់ក៏ធ្វើដំណើរចេញទៅហើយពេលព្រឹកដែលពេលដែលគាត់ទៅធ្វើការហ្នឹងតែគាត់ងើបពីព្រឹកបន្តិចមានន័យថាគាត់ងើបពីព្រឹកបន្តិចដើម្បីទៅជិះឡានទៅដោយសារតែវានៅឆ្ងាយហើយណាមួយគាត់អាចសម្រាកនៅកន្លែងនោះបានទី2ដោយសារតែគាត់មានផ្ទះជួលហើយជាមួយនឹងបងប្រុសរបស់គាត់ហ្នឹងអញ្ចឹងថ្ងៃដំបូងគាត់ទៅធ្វើហ្នឹងគាត់រៀងចម្លែកចិត្តដែរដោយសារតែផ្ទះដែលគេឲ្យមកធ្វើហ្នឹងវានៅលើភ្នំទៀតវានៅលើភ្នំណាដល់ពេលអញ្ចឹងអត់សូវមានអ្នកភូមិមានអីជាជនជាតិថៃហ្នឹងគេនៅនេះទេគេមករស់នៅច្រើនអីនៅម្ដុំហ្នឹងទេអត់ដឹងថាយ៉ាងម៉េចដែរដោយសារតំបន់ហ្នឹងវាដាច់ឆ្ងាយដែរគាត់ក៏បន្តការងារនឹងបានប្រហែលជា 2-3 ថ្ងៃដែរវារលូនឃើញថាអត់មានរឿងអីទេប៉ុន្តែនៅបន្ទាប់ពីមួយអាទិត្យហ្នឹងបងប្រុសម្នាក់ដែលខ្ញុំបាននិយាយហ្នឹងគាត់ក៏រៀបចំឲ្យបានហើយវាល្ងាចហើយមកប្រហែលជា 6-7 ហើយរៀបឲ្យបានរៀបមួយចំនួនហ្នឹងប្រុងនឹងធ្វើដំណើរមកកន្លែងផ្ទះរបស់គាត់វិញតែគាត់គិតថាផ្លិចតាក់ទងជាមួយនឹងម៉ាស៊ីនផ្សារដែកគេហៅថាប៉ោះអាហ្នឹងគាត់ក៏បានដើរទៅយកហ្នឹងវារំលងប្រហែលជា2បន្ទប់ដែរដោយសារតែកូនជាងផ្សេងទៀតក៏ផ្លិចហើយគាត់ឃើញអញ្ចឹងគាត់ក៏ឡើងទៅយកពេលដែលគាត់ទៅយកហ្នឹងដោយសារវាម៉ោងប្រហែលជា6 ទៅ 7ផងហើយវាយប់ផងគាត់ក៏បើកភ្លើងពិលរបស់គាត់ទូរស័ព្ទហ្នឹងគាត់បើកហើយគាត់ឡើងទៅយកពេលដែលគាត់ថានៅពេលដែលគាត់ឡើងដើរទៅបានមួយជាន់
ก็เสียบแต่ลือสันเลงมันดื้อหายแต่บองแล้วก็กระทาบองปลอกบองจะโดนมวยบอกกอดนั้นหายก่อนก็ลือหรือเว้ยมาก็ดับอัดเซยจะบาตีเป็นนักได้ก็ก่ออัดเทียนลางเตี้ยเต้ก็คลายทามีนนาเซิงกับพลิกระบอไอเตียนจ้ะก็กดแบบหนึ่งเป็นนักได้ก็ก่อโจมาขมสันก็กดทั้งพายจีบองปลอกบอกกดพลิกระบอไอเนยขังเลยก็ก่อบานโจมาขังขมnếu bây giờ có cho mà đó hàng cám có cái số bông có tha hai con men plek là bỏ ai tiệt men bông pro con nó có tha admin plek tê hay có ban là hai đai plek tai mà xem xa đây hai tập bông thằng anh có plek tai mùi đinh tê chẳng có bán số nó mấy tiết có lang từ gió tiết thò mà đà nếu bây giờ có lang từ giờ mà đó nó có bật chế ban tới đó là cái lái để kêu plek mà xem xa đây năng men plek bông thằng anh có người mục đầm bay người mục chó đầm bay thì do bọc xa đây nè bây giờ có người mưa mùng trắng xẹp từ miếng tay em mua đó có tràn cả ba quạt bị lừa nữa ốc tây nâng bọc xa nè để thời có nhẹ phong có phây phong có chư phong hay có sẽ thành na lên ấy tận nạp chân lên ấy đại vì mình xóm rúm hay ấy để bông pro năng cọt ban giấy pi tập bố nó cọt ăn viên là rắm tha cọt kla cọt ấy na tì cọt cái tha con trai bỏ bông chỉ đột bùi nữa hay đừng bị cọt cằm co đôi khi nó màu lên màu tra màu lá chứ cọt cái bẹp nừng tái pe để cọt ngược một làng cọt dọc đại cọt chu từ cái bà bỏ cọt để cọt cái tha hai chục bò hai chạy nó cọt khơi tha cái bà bỏ cọt nó ấp miên bành hai tì admin là ấy tại thôn thố hay nam mũi admin mà được chung với nhân tiền có pay mình đền có pay có do bóc xa nó rút cho mằng cào thấy có prap bông chỉ đổi mùi có tha tranh lan từ lan cóประเภท lan là tôi tao miền bằng hàng cào nhé bông pro bọc có thiền ngò đai tha bông pro chỉ đổi mũi phải chạy tị bông pro chỉ đổi mùi còn mỏi bông pro chỉ lòng có cái số tha thay mà này rút cho mọi chân có một đây tầng có bàn làng mà lừa lán cho mùi năng cam co chẳng tới thấy có bông pro bọc qua nắng bác lan mà cho thoa mà đa thì hay bên nắng cam co xem thiết cái gì kia lên nhá này nãy lan vậy tháng ta đó tia độ mê độ ấy lên chẳng tới nâng chỉ thoa mà đa bông đại co thưa khang sầm nòng ở chẳng tới bàn tay mình tập thì cái xem cái gì thoa mà đa bàn tay có chập đám bay nhờ có chập đám phây có tha tiền nó phai chỉ miên ở vậy nơi pe đã khơi mẹ nắng cam có được nhớ các bạn sủa tháng hãy thấy bạn mới tới đôi chỉ hot mới tới đôi chỉ phây khai đôi chỉ tọt slot khơi tầmแต่khơi riêng ấy pe nắng có ọt mót thịtหรือไปถ้าก็กระปงแต่กนึงจะทาตาแต่นั่งมินไอ้เป็นประกอบเต็มไอ้ก็กระติดใส่ทาก็สว่างพเนจไอ้ได้เคยnhà riêngต่อนะจังก็บ้านตึกđó tiền nó phải chỉ màu đọc vô vậy có cho bị lửa lan hay bà bay kia tới có bà bay kia tới sập rạ tam bắt tục riêng luôn đó dục chơi tí có nó có cho tới sập rạ có bàn xu bóng bọc đầu mới bảo quạt tha tiền nắng pe để bỏ anh thật tu kia mất min su kia cho bạn nơi tha vì min riêng hai tay ọt bậc pro bỏ con nắng có bạn vậy tha ọt miên thế ọt đơn đá rồi xa thì nơi pe để kia đã càng nghe có từ thưa mà đó thưa tại mặt đòn có đặt bàn kịch su kia bị chạ tê phụ có đơn xẻ bài tha cana để su kia bị chạ pe cò mà chạm tại bỏ kia nắng ọt prep đây chứng còn bán su nom ấy chờ này có đã biết bán su nom ấy tặng chẳng có bông pro để bán chụp 2K nó có bán xu non mới thì có cho từ sầm rạ từ lứa họ đò pe persai láng có thưa ấy chỉ thò mà đá có tranh cho thưa ca đôi chỉ rọt đòn chẳng này bắt đầu bị có ban thưa đầm na từ đó cái lại tia để có thử chui lại kia nè xẹp tai ngày nắng mà cha tia bảo kia nắng có bàn màu
ម្ចាស់ផ្ទះគេមកមើលអញ្ចឹងគេថាធ្វើបានប្រហែលហើយដោយសារការងារហ្នឹងដែលបងប្រុសបងចដូនមួយរបស់គាត់ដែលនិយាយជាមួយគេហ្នឹងគឺរយៈពេលតែ5ថ្ងៃទេជួសជុលហើយដោយសារវាជាផ្ទះជួសជុលវាមិនជាផ្ទះសាងសង់តែមួយទេអញ្ចឹងជួសជុលក៏វាមិនត្រូវការពេលអីច្រើនអញ្ចឹងម្ចាស់ផ្ទះហ្នឹងក៏បានមកនិយាយជាមួយនឹងបងចដូនមួយរបស់គាត់ទៅហើយគាត់ជាមួយនឹងកម្មករផ្សេងក៏ធ្វើការអីធម្មតាទៅតាមអីដែលពួកគាត់ដាក់ទៅតាមអីដែលបងចដូនមួយរបស់បងគាត់ឲ្យធ្វើអញ្ចឹងណាអញ្ចឹងទៅម្ចាស់ផ្ទះហ្នឹងគេក៏បាននិយាយជាមួយនឹងបងប្រុសបងចដូនមួយគេមកនិយាយគឺថាផ្ទះហ្នឹងធ្វើយ៉ាងម៉េចសុំមួយថ្ងៃទៀតមកធ្វើមកយ៉ាងម៉េចត្រឹមតែ5ថ្ងៃអីឲ្យហើយមកដោយសារតែគាត់បញ្ញាប់បើកការរកស៊ីរបស់គាត់នៅលើភ្នំហ្នឹងអត់ដឹងថាគាត់រកស៊ីអីទេហើយចំពោះបងចដូនមួយហ្នឹងគាត់ក៏បាននិយាយថាអត់អីទេចឹងចាំមិនម៉ែគាត់បញ្ញាប់ពលឿនការងារហ្នឹងឲ្យតកែឬមួយក៏ម្ចាស់ផ្ទះហ្នឹងពេលដែលគេនិយាយហើយគេក៏មិនបាននៅទៀតដែរគេក៏បានបកឡានរបស់គេហ្នឹងត្រឡប់ទៅធ្វើការងាររបស់គេវិញទៅហើយចំណែកឯបងចដូនមួយគាត់ពេលដែលលឺពលឿនការងារអញ្ចឹងគាត់ក៏បានបញ្ជាក់មួយម្ចាស់ដែរថាបើសិនជាគាត់ឲ្យគាត់ហ្នឹងពលឿនការងារតតែថែមប្រាក់ពលកម្មឲ្យគាត់ដែរហើយម្ចាស់ផ្ទះហ្នឹងគេក៏យល់ថាអូខេជាមួយគេយល់ព្រមអត់ជាបញ្ហាទេពេលហ្នឹងដែរក៏បងចដូនមួយហ្នឹងគាត់មកប្រាប់កម្មករទាំងអស់គ្នាថាយប់ហ្នឹងថែម៉ោងប្រហែលជាអត់បានទៅផ្ទះទេគឺធ្វើតភ្លឺទៅដោយសារតែម្ចាស់ផ្ទះគេប្រញាប់កម្មករផ្សេងទៀតគេក៏មិនបានទៅល្អលទាំអីដែរដោយសារបងចដូនមួយហ្នឹងគាត់បញ្ជាក់ថាគុណលុយនឹង2គុណនឹង3ពួកគាត់ក៏សប្បាយចិត្តដែរជាកម្មករគាត់សប្បាយចិត្តដែរពេលហ្នឹងដែរក៏បន្តការងារនៅក្នុងមួយថ្ងៃនឹងពេញរហូតដល់ពេលល្ងាចពួកគាត់ក៏សម្រាកប្រហែលជា1ម៉ោង2ម៉ោងដែរពេលដែលសម្រាកហ្នឹងនៅខ្លះក៏គេផឹកស៊ីអីតិចតួចពេលដែលផឹកស៊ីហើយក៏ម៉ោងប្រហែលជា7ហ្នឹងពួកគាត់ក៏អត់ទាន់ចប់ទៀតនៅខ្លះក៏និយាយគ្នាលេងទៅនៅខ្លះទៀតក៏គាត់ដេកសម្រាកដោយសារតែគាត់ហត់ដែរលុះដល់ម៉ោងប្រហែលជា8យប់ពួកគាត់ក៏ចាប់ផ្ដើមបន្តការងារទៀតប៉ុន្តែដោយសារតែនៅលើភ្នំហ្នឹងគេក៏មានភ្លើងមានអីដែរអញ្ចឹងពួកគាត់ក៏បើកភ្លើងឲ្យបន្តធ្វើការរបស់គាត់ទៅណាមួយគាត់ធ្វើនៅក្នុងផ្ទះអញ្ចឹងផ្ទះហ្នឹងគេមានភ្លើងមានអីហើយក៏បើកពូភ្លើងអីធ្វើធម្មតាហើយបែងចែកឲ្យគ្នាធ្វើបន្ទប់អ្នកខ្លះធ្វើបន្ទប់ទី1ទី2ទី3អញ្ចឹងទៅចំណែកឯបងប្រុសឲ្យគាត់ដែលទើបតែមកថៃប្រហែលជាបាន3-4ខែហ្នឹងគាត់ឡើងទៅធ្វើខាងលើហើយកម្មករ2នាក់ទៀតគាត់ធ្វើនៅខាងក្រោមអញ្ចឹងគាត់ធ្វើរហូតតម៉ោងប្រហែលជា9យប់ម៉ោង9យប់គាត់ក៏ស្រាប់តែឃើញកម្មករម្នាក់ទៀតដែលដើរគេឡើងទៅខាងលើហើយក៏គោះបន្ទប់ទ្វារគាត់តែពងតែធ្វើហ្នឹងគាត់ក៏បានបើកពេលដែលគាត់បានបើកទៅគាត់ក៏សួរថាមករកអីហើយដល់ពេលបងមួយទៀតដែលថាគាត់នេះហ្នឹងត្រូវជាប្អូនប្រុសរបស់បងចដូនមួយហ្នឹងគាត់ឆ្ងល់ថាកម្មករម្នាក់ហ្នឹងមកពីណាឬមួយក៏បងគាត់ទើបតែយកមកថែមគាត់គិតអញ្ចឹងពេលហ្នឹងដែរក៏អ្នកដែលហៅអ្នកដែលមកហ្នឹងគេក៏បាននិយាយថាបងចដូនមួយរបស់ឯងហ្នឹងឲ្យឯងទៅខាងលើទៅជន់ខាងលើទៅដោយសារគាត់មានការងារឲ្យធ្វើហើយគាត់ក៏បានគិតមកស្ទុះតើបងគាត់ហៅទៅធ្វើអីទាំងយប់ហ្នឹងហើយចាំបាច់អីទៅលើនៅក្រោមក៏មិននៅហើយចាំបាច់អីឡើងទៅឲ្យគាត់ឡើងទៅលើដោយសារតែមើលទៅម្នាក់នោះគេនៅតែនិយាយតតែគាត់ក៏ឡើងទៅជាមួយគេពេលដែលឡើងទៅគាត់មានអារម្មណ៍ថាអត់សូវស្រួលដែរមានអារម្មណ៍ថាដូចព្រឺសបល់តិចខ្លួនណាតែគាត់នៅតែឡើងដោយសារពាក់ការកម្មករដូចគ្នាអញ្ចឹងទៅពេលដែលកំពុងតដាហ្នឹងក៏គាត់នឹងសួរថាចេះថាបងឯងទើបចូលថ្មីមែនបងប្រុសហ្នឹងក៏បាននិយាយថានឹងហើយនៅខ້ອຍនិយាយមកខ្សៅអត់សូវលឺទេហើយគាត់គិតថាប្រហែលជាគាត់ម្នាក់ហ្នឹងធ្វើការអស់កម្លាំងផង
ផាជាគាត់ល្វើយគាត់ទៅតែមកពីកន្លែងការងារផ្សេងដែលត្រូវបងគាត់បញ្ជូនមកក៏មិនដឹងគាត់ក៏បានឡើងទៅដល់គាត់អត់បានឃើញបងចតោតមួយរបស់គាត់ទេគាត់សួរថាឯណាបងគាត់អត់ឃើញបងគាត់អញ្ចឹងម្នាក់នោះគាត់ថាទៅមុខទៀតសិនទៅគាត់ក៏បានដើរទៅមុខដើររហូតទៅដល់កន្លែងទៅថាព្រោះជាទូទៅផ្ទះនៅខាងលើវាមានអាកន្លែងគេអង្គុយលេងបងប្អូនអង្គុយលេងឈៀលនៅខាងលើហ្នឹងគាត់ក៏ទៅទៀតអត់ឃើញពេលហ្នឹងគាត់ក៏សួរថាតើបងចតោមួយរបស់គាត់ហ្នឹងអង្ការឡើងមកគាត់បញ្ញាប់គាត់នៅលើតិចខ្លាំងគាត់អត់ចេះនៅទេម្នាក់នោះទៅឈរនៅអាមាត់របៀបថានៅមាត់អាផ្ទះហ្នឹងហ្មងនៅខាងលើហ្មងបងប្អូននៅខាងលើហ្នឹងហ្មងទៅឈរអញ្ចឹងទៅគាត់ក៏សួរម្ដងទៀតគាត់សួរម្ដងហើយម្ដងទៀតថាបងប្រុសរបស់គាត់អង្ការឡើងមកគាត់ឈរមកចាំយូរឯណាមួយវាពេលជប់ទៀតស្រាប់តែបងឈរមកសន្ទុះហើយដល់ពេលទៅថាបងម្នាក់ទៀតដែលត្រូវបរោះម្នាក់ហ្នឹងហៅឡើងទៅហ្នឹងគាត់ក៏បានដើរគាត់ប្រឹងគាត់ថាកេះមកនិយាយមួយគាត់មកហេតុអីបាននៅឈរថ្មឹងបែរមុខទៅម្ខាងអញ្ចឹងអត់និយាយអីរកគាត់ពេលដែលគាត់ដើរចិត្តទាំងដល់ហើយស្រាប់តែបរោះម្នាក់ដែលហៅគាត់ឡើងមកហ្នឹងស្រាប់តែលុបពីលើផ្ទះហ្នឹងយកមកលុបពុបបងហ្នឹងគាត់របៀបថាស្រឡាំងកាំងគាត់លេងដឹងថាអីជាអីឬតែគាត់ចង់សឹងថាចង់កៀងហ៎គាត់ថាអីដែលគាត់ឃើញហ្នឹងវាជាអីវិញហេតុអីបានលោតហេតុអីបានបរោះហ្នឹងលោតពេលហ្នឹងគាត់ភ័យផងគាត់ក៏អឺតមើលពីលើគាត់អឺតមើលទៅឃើញបរោះម្នាក់ដេកឡើងខ្ពស់ហើយឈាមលក្ខណៈជាកម្មករធ្វើការដូចគ្នាហ្នឹងស្លៀកពាក់របស់គាត់លក្ខទៅខ្ពស់ខ្លាប់ចុះគាត់ស្រែកវាស់ទាំងយប់មកហើយជុំ9យប់ហ្នឹងចូលចិត្ត10ហើយគាត់ស្រែកវាស់អ្នកខាងក្រោមដែលគេធ្វើជាមួយបងចតោនមួយរបស់គាត់អីហ្នឹងក៏រត់ឡើងមកខាងលើគាត់ក៏បានរត់ឡើងមកខាងលើគាត់ខ្លាចថាមានរឿងអីបានស្រែកពេលដែលឡើងមកខាងលើគាត់ក៏បងចតោនមួយរបស់គាត់ហ្នឹងក៏បានឃើញប្អូនរបស់គាត់ហើយគាត់សួរថាហើយស្រែកអីឃើញអីមែនពេលហ្នឹងដែរគាត់យកចាញ់ឡងកៀងមកមនុស្សរបៀបថាកៀងបងប្អូនក៏បងចតោនមួយរបស់គាត់ហ្នឹងផ្ទះគាត់មកកាភ្លៀងទៅឲ្យគាត់ភ្ញាក់ស្មារតីមកវិញពេលដែលគាត់ភ្ញាក់ស្មារតីហើយគាត់សួរថារឿងអីគាត់និយាយមកញ័រថានក់នៅក្រមបងចតោនមួយរបស់គាត់ហើយនឹងកម្មកផ្សេងទៀតក៏បានអឺតមើលពីលើផ្ទះហ្នឹងណាអត់បានឃើញអីទាំងអស់គាត់ក៏យកប្អូនរបស់គាត់ហ្នឹងមកក្រមហើយគាត់ថាមើលឯងនិយាយរឿងមួយប្រាប់អញតិចមើលរឿងអីឲ្យប្រកាសទៅបានឯងស្រែកដល់ថ្នាក់ហ្នឹងប្អូនរបស់គាត់ហ្នឹងក៏និយាយថាពេលដែលឡើងនេះហ្នឹងគឺមានបរិសម្នាក់មកហៅគាត់ហើយគាត់ទៅលើថាបងឯងហ្នឹងនៅខាងលើហៅគាត់និយាយរឿងការងារហើយគាត់ក៏ទៅដល់ពេលទៅបរិសម្នាក់ហ្នឹងឈរនិយាយខ្ញុំនិយាយគាត់និយាយមួយនឹងបរិសម្នាក់ហ្នឹងមកសន្ទុះក៏ស្រាប់តែលោតពីលើគេលោតពីលើផ្ទះច្រឡំបងប្អូនលោតពីលើផ្ទះហ្នឹងទៅក្រោមគ្រាន់តែលើបែបហ្នឹងបងប្រុសរបស់គាត់ដឹងថាប្អូនរបស់គាត់ប្រហែលជាជួបរឿងអីហើយចឹងគាត់គិតថាគាត់និយាយប្រឡប់ដើម្បីកុំឲ្យបងប្រុសរបស់គាត់នឹងភ័យហើយក៏ដូចជាកម្មកោបផ្សេងទៀតភ័យគាត់ថាអត់អីចឹងអត់អីប្រហែលជាឲ្យស្វាងភ្នែកហើយប្រហែលជាអស់កម្លាំងពេកឥឡូវឲ្យទៅសម្រាកទៅហើយអ្នកដែលនៅសល់បាច់ធ្វើទៀតទេចាំព្រឹកក៏ធ្វើក៏បានដែរអត់អីការងារគាត់អាចនិយាយពជាពេលមួយគេបានទៀតអត់អីទេបងប្រុសចតូនមួយរបស់គាត់ហ្នឹងគាត់ដឹងហើយថាផ្ទះហ្នឹងប្រហែលជាមានអីរហូតដល់ព្រឹកឡើងបងចតូនមួយហ្នឹងគឺគាត់ប្រុងថានងគ្នានិយាយទៅគាត់បានប្រាប់កម្មករទាំងអស់ថារៀបចំឲ្យបានរៀបចំអីទៅហើយធ្វើដំណើរទៅកន្លែងដែលគាត់ស្នាក់នៅវិញអាចថាទៅផ្ទះរបស់គាត់ឯងគាត់ជួលនៅប្រទេសថៃហ្នឹងឯងពេលហ្នឹងដែរម្ចាស់ផ្ទះគេក៏មកតន់ម្ចាស់ផ្ទះហ្នឹងគេក៏បាននិយាយជាមួយនឹងបងចតូនមួយរបស់បងប្រុសនោះគេនិយាយថាហេតុអីបានអ្នកឯងរើអវ៉ាន់ទៅអញ្ចឹងការងារមិនតបញ្ចប់ផងបងប្រុសចតូនមួយហ្នឹងគាត់និយាយជាភាសាថៃដែរបងប្អូនរបស់គាត់ហ្នឹងស្ដាប់បានមិនទាំងអស់ទេតែយ៉ាងហោចណាស់ក៏គាត់ស្ដាប់បានខ្លះដែរ
គាត់និយាយថាខ្ញុំនៅអត់កើតទេផ្ទះនេះគឺមានអីតែមិនល្អហើយតកែហ្នឹងគឺថាអត់មានអីទេបងប្រុសบอกបងចដូនមួយហ្នឹងសួរថាប្រាប់តាមត្រង់មកបើមិនប្រាប់ទេគាត់ឈប់ធ្វើយកមកទៅម្ចាស់ផ្ទះរបស់ជនជាតិថៃហ្នឹងគេក៏និយាយថាតាមពិតទៅគេធ្លាប់បានជួលក្រុមដែលអ្នកជួសជុលមកក្រុមមុនហើយប៉ុន្តែអត់ដឹងថាមកក្រុមនោះយ៉ាងម៉េចទេក៏មានកម្មករម្នាក់លួចសម្លាប់ខ្លួនហើយទៅក៏ស្លាប់ទៅក៏គាត់ហៅនេះក្រុមដែលបងចដូនមួយគាត់ទៅធ្វើនេះជាក្រុមទី2បងចដូនមួយហ្នឹងពេលដែលគាត់លឺបែបហ្នឹងក៏គាត់ខ្ជិលនិយាយច្រើនគាត់អត់ធ្វើទេគាត់ចុះមកក្រោមវិញដោយសារគាត់ខឹងហេតុអីមិនប្រាប់គាត់ពីដំបូងបើសិនជាប្រាប់គាត់ដំបូងគាត់សែនគាត់អីត្រឹមត្រូវហើយដល់ពេលជួបរឿងហេតុចឹងហើយបានមកប្រាប់គាត់អញ្ចឹងបើសិនជាជប់មិញនេះបើសិនជាប្អូនរបស់គាត់អ្នកបងដែលគាត់បានជួបរឿងហ្នឹងដែលគាត់បាននិយាយប្រាប់ខ្ញុំហ្នឹងចុះគាត់មានរឿងអីទៅដែលប៉ះពាល់អាយុជីវិតគាត់ទៅគិតមិនអញ្ចឹងបានបងចដូនមួយរបស់គាត់ហ្នឹងខឹងក៏រៀបចំអាវ៉ាន់ឲ្យចុះមកក្រោមវិញទៅចុះមកកន្លែងដែលគាត់ស្នាក់នៅវិញហើយសាច់រឿងរបស់គាត់ដែលគាត់បានប្រាប់ខ្ញុំហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយនៅមានរឿងជាច្រើនទៀតដែលខ្ញុំទៅចែករំលែកដោយសារបានមកពីប្រិមិត្តហើយខ្ញុំគិតថានៅក្នុងភាគក្រោយគឺខ្ញុំនឹងបញ្ជាក់តទៅជាមួយនឹងឈ្មោះតទៅជាមួយនឹងទីតាំងខ្លះដោយសារខ្ញុំធ្វើបែបនេះមានអារម្មណ៍ថាវារៀងស្ដាប់ទៅអាចនឹងច្រឡំដោយសារតែយើងអត់បានដាក់ឈ្មោះតួអង្គហើយចាំមើលភាគក្រោយចាំខ្ញុំដាក់អញ្ចឹងនៅក្នុងភាគមួយនេះដែរដោយសារវាជាវីដេអូដំបូងមិនសិនជានិយាយទៅខុសទៅអីក៏សូមអធិស្ឋានហើយបងប្អូនកុំភ្លេចគាំទ្រផងដូចតែខ្ញុំនិយាយចឹងណាថារឿងនិទានខ្ញុំនៅតែធ្វើទេគាត់ថាថ្ងៃខ្លះខ្ញុំមានអារម្មណ៍ថាធៀងធុញអីចឹងទៅក៏អាចថាបកមកថត podcast បែបនេះនិយាយលេងមួយបងប្អូនផងហើយណាមួយក៏បានខ្ញុំធ្វើអីថ្មីចឹងទៅអារម្មណ៍របស់ខ្ញុំក៏វារៀងល្អជាងមុនណាបងប្អូនពេលដែលយើងធ្វើវាតតែយើងមានអារម្មណ៍ថាវារៀងធុញរៀងអីតិចតួចចឹងទៅបើបានខ្ញុំធ្វើអានេះប្លែកទៀតក៏វាមានអារម្មណ៍ថាវារៀងអត់សូវជាបញ្ហាអីមានអារម្មណ៍ថាអារម្មណ៍យើងវាល្អដែរហើយដូចខ្ញុំនិយាយតដែរអញ្ចឹងដោយសារខ្ញុំមានសាច់គ្រឿងខ្លះប្រិមិត្តគាត់បានអូជាស្រ័យបងប្អូនធ្លាក់ស្អីហ្មងដោយសារតែបងប្អូនបានឲ្យរឿងខ្ញុំខ្លះដែរអញ្ចឹងខ្ញុំគិតថានឹងចែករំលែកឲ្យចំពោះបងប្អូនណាដែលគាត់មានសាច់គ្រឿងអីអាចចែករំលែកបានចាំមើលខ្ញុំដាក់ Telegram មួយដើម្បីឲ្យបងប្អូនបានចែករំលែកហើយខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចចុច Subscribe ផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត